អ្នកទាំងអស់គ្នាពិតជាបានដឹងថាមានរឿងជាច្រើនបាននឹងកំពុងកើតឡើងនៅក្នុងសហរដ្ឋអាមេរិកចុះពលរដ្ឋអាមេរិកទូទៅវិញកំពុងបារម្ភពីរឿងអ្វីខ្លះចង់ដឹងមកមើលវីដេអូនេះទាំងអស់គ្នាតាំងពីវិបត្តិ COVID-19 មកពលរដ្ឋអាមេរិកប្រមាណ 60% កំពុងបារម្ភអំពីការចំណាយប្រចាំខែដោយសារតែតម្លៃទំនិញទាំងថ្លៃម្ហូបថ្លៃផ្ទះនិងសម្ភារៈទូទៅនឹងកំពុងតែកើនឡើងខ្លាំងជាពិសេសនៅក្រោមគោលនយោបាយពន្ធគយរបស់រដ្ឋបាលបច្ចុប្បន្នប្រព័ន្ធសុខាភិបាលរបស់អាមេរិកតម្រូវឲ្យពលរដ្ឋម្នាក់ៗមានសេវាធានារ៉ាប់រងសុខភាពផ្ទាល់ខ្លួននិងសម្រាប់គ្រួសារតែប្រហែលខែចុងក្រោយនេះពលរដ្ឋអាមេរិកពីចន្លោះ 59% ទៅ 67% កំពុងខ្វល់អំពីអត្រាបង់ថ្លៃធានារ៉ាប់រងប្រចាំខែជាពិសេសអ្នកដែលមានជំងឺប្រចាំកាយនិងគ្រោះថ្នាក់មិនដឹងមុនជាមួយនឹងអនុភាពថវិកាជាតិមានន័យថារដ្ឋចំណាយលើសចំណូលប្រជាពលរដ្ឋអាមេរិកប្រមាណ 57% កំពុងបារម្ភពីការចាយវាយរបស់រដ្ឋាភិបាលក្នុងនោះរួមមានទាំងបញ្ហាអំពើពុករលួយបព្វនិយមកំណើនភាពក្រីក្រនិងអ្នកអត់ការងារធ្វើជាដើមការបែកខ្ញែកនយោបាយនៅអាមេរិកកាន់តែរីកធំឡើងដែលធ្វើឲ្យពលរដ្ឋអាមេរិកប្រមាណ 56% នឹងកំពុងតែបារម្ភអំពីការមិនខ្វាយខ្វល់របស់អ្នកនយោបាយមកពីគ្រប់គណៈបកនៅក្នុងការធ្វើការងាររួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋទាំងអស់នេះគឺជាបញ្ហាមួយចំនួនធំនៅក្នុងចំណោមបញ្ហាជាច្រើនដែលប្រជាពលរដ្ឋអាមេរិកបច្ចុប្បន្ននេះកំពុងតែព្រួយបារម្ភបើអ្នកទាំងអស់គ្នាចង់ដឹងពីអ្វីផ្សេងទៀតនៅសហរដ្ឋអាមេរិកសូម comment នៅក្នុងវីដេអូនេះអរគុណជម្រាបលា